និទានខ្មែរភូមិខ្មោចនៅចុងព្រៃកាលពីព្រេងនាយនៅចុងព្រៃដ៏ក្រាស់មួយមានភូមិបោះបង់ចោលដែលអ្នកស្រុកហៅថាភូមិខ្មោចផ្ទះឈើចាស់ឈរទេស្មៅដុះពេញផ្លូវហើយពេលយប់មានខ្យល់បក់កាត់ធ្វើឲ្យទ្វារឈើប៉ះគ្នាបង្កើតសំឡេងគួរឲ្យព្រឺសម្បូរអ្នកភូមិចាស់តែងប្រាប់កូនចៅថាបន្ទាប់ពីថ្ងៃលិចកុំចូលទៅភូមិនោះមានយុវជនក្លាហានម្នាក់ឈ្មោះរិទ្ធីគាត់មិនជឿរឿងព្រេងនោះទេហើយសម្រេចចិត្តទៅមើលដោយខ្លួនឯងនៅពេលព្រះអាទិត្យលិចរិទ្ធីកាន់ចង្កៀងមួយហើយដើរចូលក្នុងភូមិខ្យល់បក់ខ្លាំងស្លឹកឈើសាត់សំឡេងទ្វារចាស់ប៉ះគ្នាក្រាំងភ្លាមនោះគាត់ទើសំឡេងជើងដើរពីក្រោយខ្នងគាត់បែរទៅមើលប៉ុន្តែមិនឃើញនរណាម្នាក់ឡើយគាត់បន្តដើររហូតដល់ផ្ទះឈើធំមួយនៅលើជញ្ជាំងមានរូបថតគ្រួសារចាស់ជាច្រើនដែលគ្របដណ្ដប់ដោយធូលីរំពេចនោះខ្យល់បក់បើកបង្អួចយ៉ាងខ្លាំងចង្កៀងរបស់គាត់រលត់ភ្លាមក្នុងភាពងឹតគាត់ទើសំឡេងស្រាលមួយថាកុំបំផ្លាញភូមិនេះរិទ្ធីភ័យខ្លាចប៉ុន្តែគាត់ប្រមូលស្មារតីបើកពិលហើយរកប្រភពសំឡេងនៅជ្រុងផ្ទះគាត់បានឃើញលោកតាចំណាស់ម្នាក់កំពុងរស់នៅទីនោះតែម្នាក់ឯងលោកតាបានប្រាប់ថាភូមិនេះមិនមានខ្មោចទេបន្ទាប់ពីគ្រោះទឹកជំនន់ធំអ្នកភូមិបានផ្លាស់ទីទៅរស់នៅកន្លែងថ្មីផ្ទះទាំងនេះត្រូវទុកចោលអស់ជាច្រើនឆ្នាំសំឡេងដែលមនុស្សខ្លាចគឺជាសំឡេងខ្យល់បក់កាត់ផ្ទះឈើនិងដើមឫស្សីប៉ះគ្នាប៉ុណ្ណោះរិទ្ធីបានត្រឡប់ទៅប្រាប់អ្នកភូមិពីការពិតពួកគេនាំគ្នាមកជួសជុលផ្លូវសម្អាតភូមិនិងជួយលោកតាដែលរស់នៅទីនោះចាប់តាំងពីថ្ងៃនោះមកភូមិខ្មោចបានក្លាយជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រតូចមួយដែលរំលឹកពីអតីតកាលរបស់ភូមិគិតបណ្ឌិតពាក្យចាមអារាមអាចបង្កើតការភ័យខ្លាចប៉ុន្តែការស្វែងរកការពិតដោយស្មារតីនិងហេតុផលនាំឲ្យយើងយល់អ្វីកាន់តែច្បាស់កាលពីយូរលង់ណាស់មកហើយនៅកណ្ដាលព្រៃជ្រៅមានភូមិចាស់មួយដែលគ្មានអ្នកណារស់នៅផ្ទះឈើជាច្រើននៅឈរដែលប៉ុន្តែទ្វារបើកចំហស្មៅដុះពេញផ្លូវហើយអណ្ដូងទឹកនៅកណ្ដាលភូមិក៏ត្រូវស្លឹកឈើគ្រប់ដណ្ដប់អ្នកភូមិចិត្តខាងហៅកន្លែងនោះថាភូមិអត់មនុស្សពួកគេនិយាយថាពេលថ្ងៃលិចគេតែញើសសំឡេងដូចជាមនុស្សកំពុងនិយាយនឹងសាច់ពីចម្ងាយទោះបីគ្មានអ្នកណានៅទីនោះក៏ដោយថ្ងៃមួយយុវជនក្លាហានម្នាក់ឈ្មោះសុធាបានសម្រេចចិត្តចូលទៅស្វែងរកការពិតគាត់កាន់ពើនិងដើរចូលក្នុងភូមិខ្យល់ត្រជាក់បក់កាត់ដើមឫស្សីបង្កើតសំឡេងសូកសឹបពេលគាត់ឈានដល់ផ្ទះធំមួយទ្វារឈើក៏បើកដោយខ្លួនឯងសុធីចូលទៅខាងក្នុងគាត់ឃើញគ្រឿងសង្ហារឹមចាស់សៀវភៅនិងឆ្នាំងដីដែលមានធូលីគ្រប់ជិតហាក់ដូចជាមនុស្សទាំងអស់បានចាក់ចេញយ៉ាងប្រញាប់រំពេចនោះគាត់ទើសំឡេងកណ្ដឹងពីកណ្ដាលភូមិក្លឹងសំឡេងនោះធ្វើឲ្យបេះដូងគាត់លោតញាប់ប៉ុន្តែគាត់នៅតែដើរទៅមុខនៅក្បែរអណ្ដូងចាស់គាត់បានឃើញលោកតាចំណាស់ម្នាក់អង្គុយកាន់ចង្កៀងលោកតាបាននិយាយថាភូមិនេះមិនមែនគ្មានមនុស្សទេតែវាត្រូវបានមនុស្សគ្រប់គ្នាបំភ្លេចកាលពីច្រើនឆ្នាំមុនគ្រោះទឹកជំនន់បានធ្វើឲ្យអ្នកភូមិផ្លាស់ទីទៅកន្លែងថ្មីនៅសល់តែខ្ញុំម្នាក់ដែលមើលថែភូមិនេះសុធាបានយល់ថាសំឡេងដែលគេនៅពេលយប់គឺជាសំឡេងខ្យល់បក់កាត់ផ្ទះឈើចង្កៀងនិងដើមឫស្សីមិនមែនជាសំឡេងអាថ៌កំបាំងដូចដែលគេចាំអារ៉ាមនោះទេគាត់បានត្រឡប់ទៅប្រាប់អ្នកភូមិពីការពិតក្រោយមកអ្នកស្រុកបាននាំគ្នាជួសជុលផ្លូវសម្អាតភូមិនិងថែរក្សាទីកន្លែងនោះជាសម្បត្តិប្រវត្តិសាស្ត្រ
ចាប់តាំងពីថ្ងៃនោះមកភូមិអត់មនុស្សលែងជាកន្លែងគួរឲ្យខ្លាចហើយក្លាយជាកន្លែងដែលរំយោបពីអតីតកាលនិងបង្រៀនមនុស្សឲ្យកុំជឿពាក្យអ៊ីចាមអារាមដោយគ្មានការស្វែងរកការពិតគិតបណ្ឌិតអ្វីដែលមើលទៅគួរឲ្យខ្លាចមិនមែនសុទ្ធ